គ្រប់ជំរាបសួរ លើកដៃថ្វាយព្រះនាង សូមចម្លងជាកិត្តិយសណាស់ថ្ងៃនេះដែលនាងខ្ញុំតំណាងឲ្យនីតាភពបានចូលមកសម្ភារលោកគ្រូដែលបន្តធ្លាប់តែលើលោកគ្រូល្បីតាមបណ្ដាញសង្គមមែនទេបញ្ចូលពីអសរសិល្ប៍ថ្ងៃនេះនាងខ្ញុំនឹងសូមជជែកលោកគ្រូអំពីវិធានបទការលាងជើងកូនប្រុសតាមរយៈរឿងបរោះកំចិលមានប្រពន្ធគ្រប់អ្នកអត្ថន័យយ៉ាងម៉េចទៅចាលោកគ្រូបានអរគុណយើងអាចសង្កល់ជាតិសាសន៍មួយបានតាមរយៈរឿងព្រេងនឹងឯងរឿងព្រេងវាបង្កប់នៅតម្លៃនៃវប្បធម៌របស់មនុស្សជាតិហើយយើងដឹងថារឿងព្រេងនេះចាប់ផ្ដើមឡើងដោយមនុស្សមានភាសានិយាយទំនាក់ទំនងគ្នាហើយដូច្នេះមនុស្សចេះតែយករឿងរ៉ាវផ្សេងមកដំណាលប្រាប់គ្នាដល់ក្រោយមកនេះមនុស្សវាមានអរិយធម៌ហើយមនុស្សក៏មានរៀបមង្គលការជាប្តីជាប្រពន្ធដើមដំបូងឡើងមនុស្សរស់ជាហ្វូងអត់ទាន់មានប្តីប្រពន្ធអត់ទាន់មានកម្មសិទ្ធិអីទេដោយហ្វូងគោហ្វូងកបីខ្ញុំមិនដឹងណាមេណាបាទេដល់ក្រោយមកនេះមនុស្សវាគ្រប់មេដែលសម័យខាងបុព្វកាលនោះមនុស្សគ្រប់មេព្រោះបាហ្នឹងវាអត់ទាន់មានទៅជាប្តីប្រពន្ធត្រឹមត្រូវទេបរោះហ្នឹងជាដើរបនិច្ឆោបាត់ទៅមេនេះទេអ្នកដែលថែរក្សាកូនឯនោះពេលដែលប្រសូតកុលមកមេហ្នឹងក៏រៀបចំងើបខ្លួនឯងទៅរកចំណីអាហារចិញ្ចឹមកូនដល់អញ្ចឹងកូនវាគោរពមេអញ្ចឹងបានចេញពីវប្បធម៌ពីរគឺវប្បធម៌មេហើយនិងវប្បធម៌បាវប្បធម៌បាគឺកើតមកក្រោយទេគឺពេលដែលមនុស្សនេះចេះធ្វើកសិកម្មមនុស្សចេះដាំដុះដល់អញ្ចឹងហើយចេះកសិកម្មចេះដាំដុះបុរសទេដែលទៅកាប់ព្រៃកាប់ចំការដាំដុះអញ្ចឹងវាក៏កើតឡើងនៅវប្បធម៌ប្រពៃណីខ្មែរមួយហៅថាវប្បធម៌ប្រពៃណីអ្នកតាអញ្ចឹងអ្នកតារបស់ខ្មែរវាជាប់តាក់ទងនឹងវិស័យកសិកម្មដែលយើងកាប់កោះដីស្រែចម្ការដាំដុះយើងពឹងពោអ្នកតាឲ្យថែរក្សាភោគផលដំណាំរបស់យើងពេលនោះហើយដែលជំនាញរាប់ប្រពៃណីវាចេះកើតឡើងហើយក៏មនុស្សដែលស៊ីវិល័យទៅក៏ចាប់រៀបមង្គលការរឿងបរិសុទ្ធស្ត្រីព្រោះមានចេះកាសអៀនខ្មាស់ចេះសៀកចេះពាក់អីហើយប្រពៃណីវាក៏កើតម្ដងតិចវាយូរទៅវាកាន់តែមានច្រើនឡើងប្រពៃណីនៃការរៀបមង្គលការរបស់ខ្មែរយើងបើយើងមិនមានឯកសារណាច្បាស់លាស់ទេប៉ុន្តែគាត់យើងដឹងថាសម័យអង្គរមានរៀបមង្គលការ3យប់3ថ្ងៃដែលមានកិច្ចពិធីនោះរហូតដល់30ពិធីជាងតែមកដល់សម័យទំនើបថ្មីនេះយើងកាត់ចង់អស់ហើយនៅសល់តែមួយយប់មួយថ្ងៃទេនៅសល់16ពិធីទេក្នុង16ពិធីដែលយើងរៀបចំសប្តាហ៍ថ្ងៃនេះសូម្បីតែប្រវល់ពពិលសូម្បីតែពិធីហើយចំនួនលើកស្លាកំណត់អីហ្នឹងក៏សិតតែមានរឿងព្រេងនីមួយយកមកពន្យល់ខ្ញុំឧទាហរណ៍ទេដោយរឿងកូនកំឡោះតោងស្បៃកូនកំឡុំកូនកំមុំហ្នឹងវាមាននៅក្នុងរឿងព្រេងខ្មែរមួយរឿងបថោងតោងស្បៃនាងនេះឧទាហរណ៍រឿងបុកលាក់ធ្វើថ្មិញហ្នឹងវាមាននៅក្នុងរឿងព្រេងខ្មែរមួយរឿងចៅប្រមាញ់វិញសុងដែលនាងជាប្រពន្ធដែលជាបុត្រីរបស់ព្រះមហាក្សត្រនោះរៀបអាពាហ៍ពិពាហ៍មួយស្ដេចមួយអង្គទៀតដល់ពេលមានទម្ងន់មានផ្ទៃពោះប្រសូតមកវាបានជាសុទ្ធហ្នឹងទុកយូរទៅវាញាស់ទៅជាកូនស្រីហ្នឹងហើយកូនស្រីហ្នឹងវាបានរៀបអភិសេកមួយបរិជានាងក៏អត់ដឹងខ្លួនជានាគដែរតែដល់ពេលនាងខ្វល់ខ្វាយនាងផ្ទុំលក់ទៅអារូបភាពដើមវាចេញវិញទៅជានាគដល់អញ្ចឹងព្រះមហាក្សត្រដែលលោកមកពីសាវនាកាមកលោកមកកលាព្រះបន្ទុំហើយលោកឃើញនាគនៅឯតែនសយនារបស់ព្រះអង្គមានការភ័យរន្ធត់មែនទែនរហូតដល់សន្លប់បាត់ស្មារតីទៅហើយតែពេលព្រះនាងដឹងខ្លួនឡើងព្រះនាងក៏ឆ្ងល់ព្រះស្វាមីហេតុអីមកផ្ទុំនៅដីអញ្ចឹងហើយបានព្រះអង្គតើឡើងដឹងខ្លួនហ្នឹងព្រះអង្គថាទេមិញឃើញមាននាគធំណានៅតែនសយនាហ្នឹងហើយបាននាងថាទេទីនេះមានណាហ៊ានមកមានតែព្រះនាងតាដល់ឲ្យហោរាពិនិត្យទៅបានដឹងថានាងជាអម្បូរជានាគហើយកណ្ណាតែនាងមានអារម្មណ៍មិនស្រួលដេកផ្ទុំលក់ទៅហ្នឹងក៏คล้ายជារូបភាពដើមដូច្នេះដើម្បីកុំឲ្យវាទៅជារូបភាពដើមទៅធ្វើម៉េចទៅកោសពឹសចាញ់នៃពឹសនៅណាវានៅថ្មិញដូច្នេះបានជាមានប្រពៃណីនារីខ្មែរហ្នឹងបើកណ្ណាចូលមលប់ហើយបានធ្វើបុកលាក់ធ្វើថ្មិញហើយពេលរៀបមង្គលការមិនបាច់ធ្វើទេតែបើមិនបានទេគឺពេលរៀបមង្គលការត្រូវធ្វើបុកលាក់ធ្វើថ្មិញយកសាច់ជូរមកកោសថ្មិញកុំឲ្យវាកែទៅជានាគវិញពួកយើងទទួលស្គាល់ថាពូជម្បោះខ្មែរហ្នឹងគឺកើតចេញពីនាងនាគនោះឯងឃើញទេហើយដូចជាពិធីផ្កាស្លា3ហ្នឹងក៏យើងមានរឿងនៅក្នុងប្រជុំរឿងព្រេងខ្មែរភាគទី9ហ្នឹងគឺបានបង្ហាញប្រាប់ពីបរិះ4នាក់ដែលទៅរៀនសិលសាស្ត្រជាមួយមហាឫសីនៅព្រៃនោះអ្នកភ្នំនោះហើយដល់ចេះសិលសាស្ត្រគ្រប់គ្រាន់អស់ហើយក៏សុំថ្វាយអង្គមលាលោកគ្រូហ្នឹងមកត្រឡប់មកនគររៀនខ្លួនវិញប៉ុន្តែពេលដើរមកដល់មាត់សមុទ្រនេះបរិះម្នាក់ដែលរៀនវិជ្ជាខាងធ្វើហោរាសាស្ត្រហ្នឹងក៏
សាកបងទូទាយមើលតើខ្លួនរៀនហ្នឹងវាឆាប់ឆាប់ទេដល់ទៅទូទាយមិនដឹងថាអូមកថ្ងៃត្រង់ហើយមានសត្វឥន្ទ្រីមួយពំរីកបុត្រីនគរមួយហោះកាត់នឹងដល់អញ្ចឹងអ្នកបាញ់ព្រួយថាបើត្រឹមត្រូវតាមឆុតរបស់ឯងមែនទុកភារកិច្ចលើអញព្រោះអញរៀនខាងបាញ់ព្រួយដល់វេលាកំណត់ហ្នឹងឃើញឥន្ទ្រីហោះមកមែនអញ្ចឹងបរិះហ្នឹងក៏បាញ់ព្រួយត្រូវឥន្ទ្រីហ្នឹងឥន្ទ្រីបើស្លាប់នៃរាជបុត្រីក៏ធ្លាក់ទៅក្នុងមហាសមុទ្រហ្នឹងហើយមានបរិះម្នាក់ទៀតដែលរៀនខាងមុជទឹកបរិះហ្នឹងក៏មុជទឹកទៅកណ្ដាលសាគរហ្នឹងទៅស្រង់នាងទេពធីតាចេញវិញពនាងមកវិញដល់ពេលពនាងសោយទីបង្គត់ទៅហើយបរិះចុងក្រោយគេហ្នឹងគឺរៀនវិជាខាងប្រោះសូត្រមុនអាគមគាថាប្រោះនាងឲ្យមានជីវិតឡើងវិញដល់ទៅអ្នកទាំង4ហ្នឹងឃើញជាបុត្រីហ្នឹងស្អាតនរណាក៏ចង់បានធ្វើជាប្រពន្ធហើយសិតតែមានគុណចំពោះនាងដូចគ្នាដូច្នេះហើយក៏ជជែកតវ៉ាគ្នាមិនជះមិនចាញ់ក៏ទៅរកលោកគ្រូលោកអស័យនោះហើយលោកអស័យលោកបានប្រាប់តានាងបរោះដែលជាអ្នកមុជទឹកនេះបានប៉ះពាល់ខ្លួនប្រាណនាងមុនដូច្នេះបានទៅជាប្តីរួចបរោះ3នាក់ទៀតហ្នឹងបានទៅជាឪពុកបានទៅជាម្ដាយបានទៅជាបងប្រុសដូច្នេះបានជារៀបមង្គលការខ្មែរតែតែមានការស្លា3ដើម្បីបង្ហាញអំពីការគោរពដឹងគុណនោះឃើញទេជាមួយតំណាងឪពុកមួយតំណាងម្ដាយមួយតំណាងឲ្យបងប្រុសដែលជួយថែរក្សាប្អូនស្រីនោះក៏ដូចជាពិធីរំសាកន្ទេលដាក់ដាវខ្ទឹមក៏មានរឿងមួយមេតបចេញទៅព្រៃដែលទៅតស៊ូចម្បាំងជាមួយសត្រូវតែមុនទៅលោកបានស្ដីដណ្ដឹងរីកូនស្រីអ្នកភូមិម្នាក់ដែលមានរូបឆោមល្អពណ៌ល្អភ្ជាប់ពាក្យហើយមិនទាន់បានរៀបការទេវាជួនជាសក្តិសង្គ្រាមមកដល់ព្រះជាក៏ប្រើទៅមានយ៉ាងប្រខាន់រាជទៅជាមួយដល់ពេលធ្វើការតស៊ូនៅសមរភូមិនោះវាយូរខែថ្ងៃឆ្នាំទៅព្រោះមានអីមធ្យោបាយទំនើបដូចយើងសពថ្ងៃមធ្យោបាយតាក់ទងគ្នាតាមទូរស័ព្ទតាមទូរសារតាមអីអត់មានទេដូច្នេះឪពុកម្ដាយក្មេងនេះដែលជាឪពុកម្ដាយរបស់កូនស្រីនេះមានសេចក្តីភ័យគិតក្រែងលកូនខ្លួនវានៅកំមុំសៅកែឬក៏កូនខ្លួនម៉ាយខាន់សាមានបរិះជាច្រើនចូលស្ដីដឹងឃើញបរិះមួយមានកិរិយាមយាល្អហ្នឹងក៏លើកនាងឲ្យទៅបរិះនោះពេលដែលពងរៀបចំផ្ទឹមហ្នឹងមេធំគាត់ត្រឡប់មកវិញគាត់កាន់ដាវជ័យគាត់ខឹងគាត់ឯងមកយករៀបការជាមួយគូតំណែងអញនេះកាត់ក្បាលបរិះហ្នឹងដាច់ទៅឈាមបាច់សាច់ពេញទីកន្លែងបន្ទប់ហ្នឹងអញ្ចឹងបើគេរំសារកន្ទេលនឹងចេញយកកន្ទេលថ្មីមកដាក់ឲ្យបរិះឲ្យស្ត្រីហ្នឹងដែលយកដាវជ័យសឹកហ្នឹងយកមកដាក់លើដៃហ្នឹងហើយក៏រឿងមួយទៀតរឿងលៀងជើងនេះតាមការស្រាវជ្រាវរបស់ខ្ញុំទេមិនទាន់មានឯកសារសភៅណាគេសរសេរនៅឡើយទេខ្ញុំបានសិក្សាច្រើនអំពីរឿងព្រេងខ្មែរនេះរឿងមួយនៅក្នុងប្រជុំរឿងព្រេងខ្មែរហ្នឹងបែបភាគទី1គឺរឿងបរោះកំជិលមានប្រពន្ធគ្រប់លះរឿងហ្នឹងជាកតេបណ្ឌិតល្អណាស់ទី1ហ្នឹងពិតជាបង្ហាញអំពីពិធីលៀងជើងចឹងហើយប៉ុន្តែទី2គឺបានឲ្យតម្លៃទៅស្ត្រីដែលជាមេពលសង្គមខ្មែរយើងគោរពទៅលើស្ត្រីយើងទៅមើលកំណាព្យរបស់ពរិយសម្ភារកវីរាជសតវត្សទី17ដែលព្រះអង្គមានព្រានាមដើមថាពញាតោលោកបានសរសេរថាម៉េចលោកសរសេរថាខ្លែងហើត្បិតខ្យល់នីថ្កើងត្បិតពុលផ្ទះធំស្រណុកត្បិតភរិយាជាគេឲ្យតម្លៃទៅលើស្ត្រីអញ្ចឹងបើលើខ្ញុំដំណើររឿងបរោះកំជិលមានប្រពន្ធគ្រប់លក្ខបន្តិចចុះគេនិយាយថាកាលពីព្រេងនាយមានបរោះម្នាក់ដែលបានប្រពន្ធដែលជានារីគ្រប់លក្ខរឿងព្រេងគាត់និយាយខ្លីៗព្រាប្រយោគវិជាពាក្យពេចន៍ខ្មែរជាភាសាខ្មែរហ្មងនេះអញ្ចឹងហើយបានជាក្នុងការបង្រៀនរបស់ខ្ញុំនៅសាកលវិទ្យាល័យខ្ញុំតែងតែប្រាប់ឲ្យបងប្អូននិស្សិតនេះយកចិត្តទុកដាក់ក្នុងរឿងព្រេងខ្មែរបើចង់ដឹងភាសាខ្មែរឲ្យពិតប្រាកដព្រោះវាមិនទាន់លាយឡំទៅនឹងភាសាបាលីភាសាសំស្ក្រឹតទេហើយឃ្លាប្រយោគខ្លីៗងាយស្ដាប់ទៅព្រោះពាក្យពេចន៍ដែលកើតចេញពីមហាជនមកនេះអានេះខ្ញុំសម្រាប់បន្តិចទៅគឺថាយើងនិយាយថាបរោះហ្នឹងជាបរោះដែលមានសំណាងណាព្រោះបរោះហ្នឹងកំជិលអត់ធ្វើអីទេសូម្បីតែម្ដាយឪពុកក៏ប្រើមិនបានប្រហែលជាលោកសេដ្ឋីមេស្រុកអីក៏ប្រើមិនបានដែរប៉ុន្តែបរោះហ្នឹងមានសំណាងដែលមានស្ត្រីខ្មែរម្នាក់ជានារីគ្រប់លក្ខនេះព្រមទទួលយកបរោះហ្នឹងជាស្វាមីពីរអ្នកហ្នឹងក៏រួមរស់នៅជាមួយគ្នាដោយសុខដុមរមនាហ្នឹងទៅយើងសង្កេតឃើញហើយក្នុងការបញ្យល់របស់រឿងហ្នឹងក៏បានប្រាប់ថាស្ត្រីនឹងឯងតែគោរពប្រណិប័តចំពោះប្តីដែលមិនមានអាខានទេសំបីតែបាយទឹកក៏លើកមកឲ្យហើយមានទាំងមូបរិយមូអីបៀកស្លាអីឲ្យប្តីនឹងគ្រប់ទាំងអស់ពិធីហ្នឹងហើយមិនហ៊ានប្រើពាក្យសម្ដីធំកើងអីពាក្យសម្ដីថ្លោះអី
trở lại bơ bảo mát bơ nghĩ đây thì dương có sản kết khởi đây là không chỉ bắp xây bỏ mà đứt mơ máy chỉ bắp xây bỏ bề ông đuống có khơi cứ thá cái áo quân làm lại tới từ lửa chạy giả sát nông khăn na vô sẽ tới chưa mê được nét xong cùng vô cho lắm thá từ mơ nghĩ sẽ tới mai mẹ đây vô sẽ tới chưa mê được non chẳng mê được non sát thoa chạy giả sát nó bị tới tạm miên môn kề niên cơ quan bạc đấy hỡi ruột nơi chỉ mùi kia chỉ sóc ở đông rùm địa tử tới từ nơi du thay tới dương ăn rosi dương ăn thưa sai trong cá sợi nơi chừng rú viêm mà nó dương khơi nhé niên miến cái giam dễ lỏng na niên miến bảo dương giấy bị chất là sát cái cua mẹ tèn cả lấy nước xem tay để ráp tới nị sắt ấy ta bảo dương sắc xa bị chất bị chia cô từ mưa đường năng mẹ tèn đôn tạc máy ban vô chất là sát môi mà ọc rúm luôn á cái chợ nó vô biết bích em là em tôn luôn vô cái diam dứt là ấp luôn luôn nó cầm vô cái đi mông măng từ ấp luôn thế bây mình bàn bỏ thế dương khơi thanh niên tay từ các bạn bác ấy niên prap ở đây đợi xu là thập bón sự cò dương mà chết hơi ngày đó dương ban ấy từ tu tiên thiết khơi nhất niên ở miền pra hơi có ở miền đây còn vô còn hai thải cho đây là si ấy ở sới on có niên ở miền phở thế niên prap hay thọ tâm tự bà rót chỉ ở đây bà rót cầm chân nè không biết là phở bán sót xong bây giờ mà đai phúc nè thông nè tôi ấy nó phun sót phở bán đấy cái niên ở phở phỏng bà rót nó có sao con ai đâm ấy đi chăm anh từ thưa sai trong cả đấy từ cặp chữ đấy thưa chuyện là có rồi nó thưa sai trong cả ở bộ ca nghe thưa sai trong cá luôn bà rót từ tới nơi tập trẻ từ đường này có bằng hai những bị tập hiện này sừng cung mai cả sẽ có máy rồi xí chui đầu bị mất cá bí bột bề màu luôn người cái nhất bọc bấy ní tôi biết nó bên nước không nâng chẳng vừa lâm la nâng ở tây để chuyện này đi cướp lẹ nâng co ngợp đang đòn đâm bay đu riệp chọc sắp chơi miền tây ăn miền ấy hết vì sao nè bồng bông nè ập bồng bông nó ngay chặt thực chầu dương khơi vì thi ập bông nó không sập ngay phải chim squall phong tê vừa lấy xong bây tật tháo cái chụp ập ấy vừa khi dòm bông trò gì tại đã phần dương đăng thác quân phiệp đại bông để ập toàn tật tháo nó có viên miếng ảo chưa lúc ngày nha việc không phim bông cho để đạt tới việc ăn sẽ lọ thì dương tầm mơ rương mía dương của khơi và pôn mía dương để chuyện này đi cốp lãng cứ ấp tất đạm bông chẳng đại cái đấy hỏi bảo đó chứ ở đấy sầm liên đặng sầm liên cái ấy tốt ở đâyอย่างไรở đây ngược lại nó có pôn bãi thực bông nắng ấy cái nắng đặng tôi tầm nở từ tập trí từ đó cáp chứa thứ sai trong cả ta cắt lê pri lê phum từ vía sai từ ô nhưng tới bị ngay vừa bị đào máu bị miên phơi khnol miên ấy phum than là dương sập ngay gọn miên thế sẽ tập phơi lung sẽ pri nưng cho đó thì ai mua miên đào chưa thông mùi để miên một lúc từ sang từ chay từ chè lọ nó nát có tới từng quy nữa nè bộ cái lại nó bị chè lọ được chứ nên quy tới có sầm lăng mưa tao mẹ chơi anh ấy toàn đó anh giờ tôi thưa đòn anh ấy hiện cao anh giờ tôi thưa chỉ diêm anh ấy giờ thưa chỉ nâm mỗi ní ai thưa chứ rồi nó thưa sai chùm cả nữa rồi mưa hai ón chọc ón vậy tới có đó biết liên bài có lia ở cần chop bài nắng ở Asrai ở bài nắng bài sai thôi nắng có phát tật đại bộ phận đã nó không bồng bông nó ao tới vì ngành phỏng phật tử chạy đợi chạy tới với họ là họ ngồi đề người đấy bảo nó có prach luôn đấy từ mưa lớn trong khơi lơ tiết con dễ ở nó đã đai là tiệt thà đi tăng thứ đòn đi cao thứ diêm đi phơi chụp niên đi phơi chụp nấm đi phơi chia rồi nọ rút rẹ nè ta đại lệ xá đặng trừ nóng ạ nhưng khơi nhà nâng hai đại bằng há nhọn bíประพบในวัฏทอกหมายดาวdương mai dương mà chúng muốn chơi vô cho lắm tha giữ tập tập miền sát na tập tập miềnประเพณีในคนสมัยเวทหรือก็สมัยพระพุทธศาสนาโจมมาคงสอบเตมันแมนจังเตขมายจีบจีจิตมุ้ยแต่เมียนอะไรจะทอดชมนะตามยะสถานีเซนเนี่ยคือบางทุกกับนายđúng không thì đóคือchỉ vứt chiết sang mu้ยนึงรู้nơi chung mình đòn sần đo từ lê mi công thì chung với bằng từ lê sạp nó rọt mơn cho nam ơi hạt đầm toàn miền phơi bát tiên nâng vào bát thọ ở tây châu mà tây cho nên miền vào bát thọ luôn ai đã hơi vào bát thọ ấy vào bát thọ để cầu rốt từ lứa rốt rẹ nhẹ ta nông ai anh nông hay được kêu hỏi thà vào bát thọ enemies ở đây việc sao ông đấy enemism cứ chi với trò đập bóng mỗi bên này xem đấy bên này nè nông từ cầu rốt bị sùng qua là đập bóng nên chịu hết
ដើមឈើហ្នឹងគាត់សម្គាល់ថាមានជីវិតរុក្ខរៈអ្នកតានៅក្នុងគ្រប់រឿងព្រេងខ្មែរបង្ហាញអានឹងជាប្រពៃណីជាអត្តសញ្ញាណដើមរបស់ខ្មែរបរោះហ្នឹងគាត់មើលអញ្ចឹងទៅរុក្ខរៈអ្នកតាភ័យតែបរោះនេះមកកាប់បំផ្លាញទីជំរកអាស្រ័យរបស់អញបើអស់ជំរកអាស្រ័យធ្វើមិនមានបារមីប៉ុន្តែរុក្ខរៈអ្នកតាហ្នឹងគិតថាបរោះហ្នឹងមកតែព្រេះផ្ដាស់ណាទៅចេះនិយាយទៅពីទេក៏មិនធ្វើអីទេបរោះនេះងើពីដេកមកវិញវាថ្ងៃកងព្រៃហើយដូច្នេះក៏ធ្វើដំណើរពីព្រៃហ្នឹងកាត់អូកាត់អីវាលមកដល់ផ្ទះចូលមកដល់នេះប្រពន្ធដែលជានារីគ្រប់លក្ខនេះនាងបានដងទឹកមកផ្សិលយកទៅឲ្យប្តីនៅមុខខ្លោងទ្វារផ្ទះណោះហើយនេះគេពីដើមវាមានទឹកដបទឹកអីដូចយើងសប្តាហ៍ហ្នឹងមានអីយល់ទៅតាអញ្ចឹងហើយត្រូវតែប្រពន្ធហ្នឹងដងទឹកជាទៅឲ្យព្រមមកព្រីក្តៅវាមិនឃ្លានទឹកស្រេកទឹកអញ្ចឹងផឹកបន្តិចទៅក៏លាងជើងហើយតែមកលាងជើងពួចជើងហ្នឹងបដើកាត់ព្រៃកាត់អីវាប្រឡាក់ផុកប្រឡាក់អីប្រឡាក់ដីវិញឡើងផ្ទះវាមិនប្រឡាក់ផ្ទះអញ្ចឹងគេបង្ហាញអំពីចរិតលក្ខណៈរបស់នារីដែលមានលក្ខណៈវប្បធម៌ប្រពៃណីជនជាតិខ្មែរហ្នឹងគឺឲ្យផ្ទះសម្បែងនឹងវាស្អាតផ្ទះធំសំណុកបិទភរិយាជាហើយនាងក៏ដណ្ដឹងសួរទៅបរោះជាប្តីថាម៉េចហើយបងការធ្វើខ្សែចំការនោះបានផលប្រមាណហើយបរោះថាឃើញអើយកុំបារម្ភចាំតែកាប់មកធ្វើខ្សែចំការតែម្ដងអញ្ចឹងស្អែកឡើងនាងក៏ដាំបាយដាំអីវិញអញ្ចឹងទៀតបរោះក៏ធ្វើដំណើរទៅផ្លូវដដែលហ្នឹងទៅដល់ដើមឈើធំមួយហ្នឹងក៏អង្គុយហើយសម្លឹងទៅចង្អុលថាអានេះធ្វើយាមអានេះធ្វើនឹមអានេះធ្វើដងអានេះធ្វើរនាស់ហើយអញ្ចឹងនិយាយទៅក៏លាសំណុំបាយអាស្រ័យទៀតហើយក៏ផឹកទឹកកំពុងនឹងដល់ឆ្អែតហើយហ្នឹងវាហល់ក៏ប្រាស់ខ្លួនដេកហើយក៏និយាយពេលនោះហើយដែលរុក្ខរៈអ្នកតាគាត់គិតថាទេមិនមែនជាបរោះហ្នឹងមកតែប្រេះផ្ដាស់ពីណាទៅគឺមានសេចក្តីប៉ងពិតប្រាកដមកកាប់មកវាយីលំនៅឋានរបស់លោកហើយជាចេះលោកមានបារមីលោកខឹងលោកថានឹងអញនឹងកំតិចឯងចោលបើតែឯងចោលស្អីអញទៅបាយបំបាក់កឯងពួកអាទិទេពវាអត់មានរូបរាងទេដូច្នេះទៅចេញមកវាយមុខមិនកើតវាទៅបំបាក់ខ្លោងទ្វារហ្នឹងឲ្យបាក់ត្រូវបរោះឲ្យស្លាប់យើងទៅមើលរឿងមាយើងក៏ឃើញដែរហើយនេះមាយើងគឺអរុក្ខរៈអន្តាធ្វើ3ពិធី3ដងទី1គឺតើនភ្លាមឲ្យមេឈើបាក់ត្រូវពរិជាស្លាប់តែមាយើងជួយសង្គ្រោះផុតទី2គឺថាទៅបាក់ខ្លោងទ្វារវាំងមាយើងជួយសង្គ្រោះផុតទី3ខ្លែងធ្វើជាពស់មុងទៅចាក់សម្លាប់មាយើងជួយបានផុតហើយនេះអានឹងវារឿងប្រពៃណីខ្មែរដែលវាច្រំអញ្ចឹងនៅអ្វីហើយជាទំនៀមទម្លាប់ប៉ុន្តែខ្ញុំចង់និយាយពិធីលាងជើងទេចាំបន្តិចទៅខ្ញុំបង្ហាញពីអានោះថ្ងៃនេះអញ្ចឹងអរុក្ខរៈអ្នកតាក៏គិតបងសម្រាប់បរោះហ្នឹងងើបពីដីស៊ីលតិចទៅថ្ងៃកងព្រៃហើយក៏ធ្វើដំណើរមកផ្ទះដល់មកដល់ផ្ទះហ្នឹងប្រពន្ធដែលជានារីគ្រប់លក្ខនេះដងទឹកយកមកឲ្យប្តីទៀតនៅចាំមកខ្លោងទ្វារមុខហ្នឹងហើយបរោះហ្នឹងក៏ទទួលទឹកពីប្រពន្ធមកនិយាយពីអរុក្ខរៈអ្នកតាវិញដល់ឃើញលក្ខស្ត្រីនេះវាជាសេរីសួស្តីជាមង្គលដ៏ធំមួយដូច្នេះអរុក្ខរៈអន្តាមិនអាចធ្វើឲ្យបានទេព្រោះបារមីនារីគ្រប់លក្ខវាខ្លាំងដូច្នេះអត់ធ្វើអីកើតក៏ថយទៅវិញទៅបរោះហ្នឹងក៏យកទឹកហ្នឹងផឹកហើយលាងជើងលាងអីហើយប្រពន្ធក៏នាំឡើងទៅលើផ្ទះទៅប្រពន្ធក៏សួរថាមិនអីទេការងារហ្នឹងចិត្តសម្រេចហើយស្អែកឡើងបរោះហ្នឹងក៏ធ្វើដំណើរទៅទៀតហូបបាយហូបអីហើយក៏ផឹកទឹកហើយដេកទៅចង្អុលរៀបអញ្ចឹងអរុក្ខរៈអ្នកតាគិតអញខាត់វាក៏មិនកើតអញសម្លាប់វាក៏មិនកើតអញ្ចឹងធ្វើម៉េចបើបាត់ទីអាស្រ័យហ្នឹងវាមិនអស់បារមីដូច្នេះចាំបរោះហ្នឹងដេកលក់ទៅក៏មកចូលពន្យល់សពនៅព្រលឹងបរោះហ្នឹងអោមនាមានុបអើយកុំមកកាប់ដើមឈើនេះជាទីអាស្រ័យរបស់អញទេហើយបរោះកុំសោតបរោះកំជិលហ្នឹងមកឆ្លើយទៅអរុក្ខរៈអន្តាវិញឆ្លើយថាម៉េចទេលោកឯងគឺចេះកន្លែងរស់នៅបានចុះខ្ញុំធ្វើម៉េចទៅខ្ញុំបើមិនកាប់ឈើធ្វើនគរនោះបានអីអាស្រ័យដូច្នេះអត់ទេត្រូវទៅកាប់ដូច្នេះមានការជជែកតវ៉ាគ្នានៅក្នុងយល់សពហ្នឹងចុងបញ្ចប់អរុក្ខរៈអន្តាហ្នឹងក៏ព្រមសោកប៉ាន់មកបរោះហ្នឹងអរុក្ខអន្តាថាឥឡូវកុំកាប់អីឲ្យកណប់ឯងពីកន្លែងអាកំជិលដីអង្គតផេះនេះអត់ព្រមយកទេពីកន្លែងតែអត់យកទេតើ4កន្លែងបានយកគេនេះចុងបញ្ចប់ធ្វើម៉េចព្រមឲ្យបរោះហ្នឹង4កន្លែងហ្នឹងខ្ញុំចង់បង្ហាញមួយដែរណាពួកខ្ញុំឮបងប្អូនយុវជនសពថ្ងៃគាត់ល្អូគាត់ត្អូនគាត់ថាអូយសង្គមយើងសពថ្ងៃបរិបូរសម្បូរហើយរឿងពុកអលួយនឹងគឺវាច្រើនសម្បើមមែនទេអត់ទេរឿងពុកអលួយវាកើតមានតាំងពីមនុស្សទើបចាប់បដិសន្ធិមកនោះនឹងជាធម្មជាតិរបស់មនុស្សហើយយើងទៅសង្កេតមើលទៀត
ថាអ្នកណាអ្នកនាំពុកឲ្យលួយមិនមែនអ្នកតូចទេរុករៈអ្នកតាអ្នកធំណាអញ្ចឹងបើយើងចង់វិញមើលរឿងពុតលួយមើលអីយើងទៅមើលអ្នកធំមុនអ្នកធំទៅធ្វើកិរិយាមារយាទមុនអ្នកតូចធ្វើជាគំរូនេះណាឥឡូវយើងបន្តទៅទៀតនេះក្រោយពីបានយល់សពឃើញកណ្ដប់ឲ្យហើយបរិសុទ្ធហ្នឹងក៏មកដល់ផ្ទះវិញហើយប្រពន្ធក៏សួរគាត់ក៏ប្រាប់ទៅប្រពន្ធគាត់ថាដូចជាខ្ជិលធ្វើខ្សែទៅចំការអីខ្ញុំគេមរតកជីដូនតាទុកមកកណោគាត់វល់ប្រពន្ធគាត់ទៅជីយកកណ្ដប់ហ្នឹងគាត់មិនមែនជីគាត់ថាប្រពន្ធគាត់ឲ្យជីទេណាដល់បានកណ្ដប់4កន្លែងមាសប្រាក់វាច្រើនអញ្ចឹងហើយបើពី2នាក់នឹងជញ្ជូនគេថានិយាយក្នុងរឿងព្រេងធៀនថាជញ្ជូន3ថ្ងៃអញ្ចឹងវាច្រើនប៉ុន្មានយកមកចាក់គោពេញផ្ទះអញ្ចឹងនាងជាស្ត្រីដែលគ្រប់លក្ខណៈចេះទុកដាក់ទ្រព្យសម្បត្តិដូច្នេះក៏យកមាសប្រាក់ខ្លះទៅលក់ដូរជាលុយជាអីចឹងទៅក៏ធ្វើផ្ទះធំមួយនៅហើយផ្ទះតូចនេះធ្វើជាជង្រុកទិញស្រូវទិញអង្ករអីគេពោតសណ្ដែកដាក់ពេញទៅដល់តែមានទ្រព្យសម្បត្តិច្រើនទៅមានអ្នកភូមិអ្នកស្រុកមករុយជុំគ្នាដែលយើងនិយាយថាអ្នកបម្រើអីចឹងទៅគាត់ក៏คล้ายជាអ្នកធំអ្នកសេដ្ឋីធំអ្នកមានធំអង្គញាធំដូច្នេះមានការគោរពការស្រឡាញ់ដល់គេសិក្សាទៅគេដឹងដល់អូការមានបានរិសាការលៀងជើងការអីគោរពប្រណិប័តគ្នាគ្រួសារនឹងយកចិត្តទុកដាក់គ្នាហ្នឹងដូច្នេះខ្មែរយើងក៏ប្រកាន់យកពិធីលៀងជើងហ្នឹងមកទៅតាមរឿងហ្នឹងទេដែលការស្រាវជ្រាវរបស់ខ្ញុំនោះគឺនេះការលៀងជើងហ្នឹងវានាំសេរីសួស្តីអញ្ចឹងយើងកុំច្រឡំថាហ្នឹងវាទៅបន្ទាបបន្ថោកកិរិយាស្ត្រីខ្មែរមិនមែនទេក្នុងរឿងហ្នឹងគេបានអប់រំច្បាស់ណាស់ថានារីហ្នឹងគឺមេហើយជាមេហ្នឹងគឺថាមានចិត្តស្ងប់ចិត្តធ្ងន់ចេះអប់រំគេតែបរោះដែលកំជិលអ្នកគ្មានណាប្រើបានទេតែនាងអត់ទាំងប្រើផងនាងប្រាប់ហេតុផលត្រឹមត្រូវទីនេះនាំឲ្យទៅធ្វើការធ្វើស្រែធ្វើចំការអីទៅមានទ្រព្យសម្បត្តិខ្លាចជាសេដ្ឋីទៅដូច្នេះវាកើតចេញពីហ្នឹងខ្មែរយើងក៏បន្ទប់បតែងទៅជឿក្នុងប្រពៃណីមួយរបស់ខ្មែរទៅអញ្ចឹងប្រពៃណីនេះការរៀបមង្គលការវិចិត្រតែផ្សំធ្វើម្ដងបន្តិចទៅយូរទៅវាបានច្រើនឡើងទៅហើយទាំងអស់ហ្នឹងយើងសូមចាំពួកខ្ញុំឮថាអ្នកចិត្តខាងយើងហ្នឹងគេថាប្រពៃណីរបស់គេទៅមើលប្រវត្តិជនជាតិវិញតែជនជាតិណាដែលកើតឡើងហើយអរិយធម៌ហ្នឹងវាកើតរបៀបម៉េចយើងទៅស្រាវជ្រាវអំពីរឿងព្រេងប្រជាប្រិយរបស់យើងនឹងជាគតិបណ្ឌិតឲ្យមានច្រើនជាអណៃអអ្នកដែលទុកឲ្យយុវជនជំនាន់ក្រោយ